ជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនេះខ្ញុំឈ្មោះខេណាវីថ្ងៃនេះខ្ញុំឡើងមកសង្ខេបមេរៀនទី3តកតងជាមួយនឹងការវិតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញាហើយក្នុងមេរៀននេះផងដែរក៏មានវត្ថុបំណងចានៅពេលដែលសិក្សាចប់គឺគ្រូនិស្សិតទាំងអស់គឺទី1ប្រាប់ពីប្រភេទតេស្តផ្សេងៗបានត្រឹមត្រូវទី2អនុវត្តការសួរសំណួរដើម្បីឆ្លើយតបកម្រិតរបស់ប្លូមតាក់សូណូមីផ្នែកចំណេះដឹងទី3ជ្រើសរើសការធ្វើតេស្តដែលសមស្របជាមួយកម្រិតប្លូមតាក់សូណូមីក្នុងការបង្កើតតេស្តរបស់ខ្លួនហើយចំពោះទី4កំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកក្នុងពេលសិក្សាហើយក្នុងមេរៀននេះដែរគឺក៏មានមេត្តាចាមេត្តាទី1គឺសេចក្តីផ្ដើមទី2វិធីឬប្រភេទវិតម្លៃក្នុងថ្នាក់រៀនទី3ប្រភេទលទ្ធផលសិក្សារំពឹងទុកចាសំទោសរំពឹងទុកបែបពុទ្ធិចាទី4លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកក្នុងពេលសិក្សាចាទី1គឺសេចក្តីផ្ដើមចាអញ្ចឹងតកតជាមួយសេចក្តីផ្ដើមនេះផងដែរគឺការវិតម្លៃដែលអាចទុកចិត្តចាប់ផ្ដើមជាមួយនឹងការពណ៌នាច្បាស់នៅសម្បទាសិក្សារំពឹងទុកការសិក្សាសម្បទាដែលចង់បានជាលទ្ធផលពីចាគឺការសិក្សារបស់សិស្សចាតកតងជាមួយនឹងប្រយោគច្បាស់នៃលទ្ធផលរំពឹងទុកវាមានគោលបំណងមានវត្ថុបំណងមានស្តង់ដារឬអ្វីដែលសិស្សគួរដឹងនិងអាចធ្វើបានចេញពីចំណេះដឹងចាតឥឡូវយើងសិក្សាតកតងជាមួយនឹងការពិនិត្យឡើងវិញនៅពុទ្ធិដែលជះលើការសិក្សារបស់សិស្សនិងការវិតម្លៃអញ្ចឹងដើម្បីទទួលបានជោគជ័យនៅសាកលវិទ្យាល័យនិងកន្លែងធ្វើការសិស្សហ្នឹងត្រូវតែទី1គឺត្រៀមលក្ខណៈជាស្រេចសម្រាប់បំណងផ្សេងមានន័យថាគាត់ត្រូវតែធ្វើការងារផ្សេងតកតងជាមួយនឹងចំណេះជំនាញដែលគាត់បានសិក្សាហើយមួយទៀតតកតងជាមួយនឹងចរិយាសម្បទាលើសពីចំណេះដឹងឯកទេសចាំមានន័យថាតកតងជាមួយនឹងចរិយាសម្បទាហ្នឹងណែគឺគាត់ត្រូវតែមានសីលធម៌សុជីវធម៌ល្អលើសពីចំណេះដឹងដែលគាត់មានទៅទៀតចាតឥឡូវយើងសិក្សាតកតងជាមួយនឹងលទ្ធផលសិក្សាចាអញ្ចឹងលទ្ធផលសិក្សានេះផងដែរគឺផ្ដោតលើលក្ខណៈវិនិច្ឆ័យត្រូវបានប្រើប្រាស់ចាទី1ជ្រើសរើសសម្បត្តិចាសំទោសសម្ភារៈឧបទេសអញ្ចឹងយើងដឹងហើយថាការបង្រៀនឬក៏រៀនហ្នឹងយើងត្រូវតែមានសម្ភារៈឧបទេសគ្រប់គ្រាន់ដើម្បីការរៀននិងបង្រៀនហ្នឹងគឺមានភាពរលូនចាហើយទី2គឺពង្រៀងឬគ្រោងខ្លឹមសារមេរៀនពង្រៀងមានថាការព្រៀងចាការព្រៀងទុកខ្លឹមសារមេរៀនដែលយកទៅបង្រៀនចាគឺដើម្បីយើងងាយស្រួលបង្រៀនហើយការបង្រៀនរបស់យើងនឹងគឺមានភាពរលូនផងដែរចាទី3គឺអភិវឌ្ឍដំណើរការបង្រៀននិងរៀនដំណើរការអភិវឌ្ឍនឹងចាសំទោសទី3គឺអភិវឌ្ឍដំណើរការបង្រៀននិងរៀនអញ្ចឹងនៅពេលដែលយើងបង្រៀនមេរៀនណាមួយគឺយើងត្រូវតែមានគេហៅថាអភិវឌ្ឍដំណើរការបង្រៀនហ្នឹងជានិច្ចមានថាយើងមិនត្រូវតែយើងត្រូវតែរកវិធីសាស្ត្រថ្មីដើម្បីឲ្យការបង្រៀននិងរៀនហ្នឹងគឺមានភាពរលូនចាទី4គឺរៀបចំធ្វើតេស្តនិងការប្រឡងចឹងយើងដឹងហើយថាការធ្វើតេស្តគឺតកតងដូចនៅបឋមសិក្សាអញ្ចឹងគឺមួយខែគេធ្វើតេស្តម្ដងឬក៏គេប្រឡងម្ដងហ្នឹងទៅដើម្បីជាលទ្ធផលវិតម្លៃការសិក្សារបស់សិស្សថាតើនៅពេលដែលមួយខែហ្នឹងអ្នកថាតើគាត់សិក្សាបានអ្វីខ្លះចាតោះអញ្ចឹងយើងចូលចំណុចមួយទៀតគឺគោលបំណងការអប់រំចាអញ្ចឹងតកតងជាមួយនឹងគោលបំណងការអប់រំនេះផងដែរជាប្រយោគទូទៅអំពីលទ្ធផលសិក្សារបស់សិស្សដែលចង់បានក្រោយរៀនចប់តាមកម្រិតសិក្សាចាអញ្ចឹងឧទាហរណ៍ថាតាមកម្រិតសិក្សាមិនអញ្ចឹងនៅពេលដែលគាត់ចាប់ថ្នាក់ទី1ថាតាណែកម្រិតសិក្សារបស់គាត់ថ្នាក់ទី1ហ្នឹងគាត់បានអ្វីខ្លះចាអញ្ចឹងទីមួយទៀតគឺត្រូវរៀនចាត្រូវរៀនគិតនិងសិក្សាដោយឯករាជ្យចាំថាគាត់ត្រូវតែស្វែងយល់គាត់ត្រូវតែធ្វើអ្វីដោយខ្លួនគាត់អញ្ចឹងណាចាចំណុចមួយទៀតគឺស្តង់ដារអញ្ចឹងស្តង់ដារហ្នឹងជាប្រយោគអំពីជាប្រយោគអំពីសិស្សចាអញ្ចឹងគួរដឹងនិងគួរធ្វើក្នុងខ្លឹមសារមេរៀន
តាមកម្រិតចាអញ្ចឹងឧទាហរណ៍តាមកម្រិតមិនចាអញ្ចឹងតាមកម្រិតដូចទិសចាអញ្ចឹងដោយទ្រឹស្ដីផ្លូវតាក់សូណាមីគាត់បានតកតងជាមួយនឹងរៀនតាមកម្រិតចឹងតាមកម្រិតបែបណាចាគឺកម្រិតគឺមានដល់6ចាទី1គឺកម្រិតចងចាំទី2កម្រិតយល់ទី3កម្រិតអនុវត្តទី4កម្រិតវិភាគទី5កម្រិតវាតម្លៃទី6និងកម្រិតបង្កើតថ្មីចាហើយតកតងជាមួយនឹងវត្ថុបំណងការអប់រំចឹងវត្ថុបំណងការអប់រំហ្នឹងជាការប្រយោគនៃការអនុវត្តជាក់ស្ដែងដែលគួរត្រូវបង្ហាញនៅចុងមេរៀននីមួយៗអញ្ចឹងមានន័យថានៅពេលដែលយើងរៀនមេរៀននឹងចប់ហើយថាតើយើងទទួលបានអ្វីខ្លះចាមួយទៀតគេសួរថាតើវត្ថុបំណងការបង្រៀននឹងជាអ្វីចាអញ្ចឹងវត្ថុបំណងការបង្រៀនជាលទ្ធផលសិក្សារំពឹងទុកជាសមត្ថភាពរបស់អ្នកសិក្សាដែលទទួលបានពីការបង្រៀនហើយត្រូវបញ្ជាក់នៅក្នុងកម្មវិធីមួយដែលអាចសង្កេតនិងវាស់វែងចាអញ្ចឹងមានន័យថាតើការបង្រៀនតកតជាមួយនឹងការបង្រៀនតើការបង្រៀនរបស់យើងមានវត្ថុបំណងអ្វីថាតើយើងចង់ឲ្យសិស្សហ្នឹងគាត់ចេះអីគេខ្លះចាហើយនៅពេលដែលគាត់ចេះចឹងទៅថាយើងអាចសង្កេតបានថានៅពេលដែលយើងសួរសំណួរឬក៏អីមួយចឹងគឺគាត់ឆ្លើយបានចឹងមានថាគាត់អាចចេះមេរៀនហ្នឹងបានហើយចាមួយវិញទៀតគឺគេសួរថាតើការវាយតម្លៃដែលមានចម្លើយតែមួយជាក់លាក់ជាអ្វីចាអញ្ចឹងការវាយតម្លៃដែលមានចម្លើយតែមួយជាក់លាក់ជាមធ្យោបាយនៃការវាស់វែងដោយប្រើទម្រង់សំណួរជាច្រើនដើម្បីចូលតេស្តនៅលទ្ធផលរំពឹងទុកឬសមត្ថភាពរបស់អ្នកសិក្សាចាអញ្ចឹងមានន័យថាដោយគេហៅថាសំណួរពហុជ្រើសរើសចាអញ្ចឹងមានថាវាមានចម្លើយច្រើនប៉ុន្តែចម្លើយមានតែចម្លើយមួយទេដែលត្រឹមត្រូវចាមួយវិញទៀតប្រភេទវាយតម្លៃក្នុងថ្នាក់រៀនចាអញ្ចឹងគឺយើងត្រូវវាយតម្លៃនៅទៅលើសិស្សអញ្ចឹងមានថានៅពេលដែលយើងរៀនចប់មេរៀនមួយឬក៏ចំណុចមួយយើងអាចវាតម្លៃសមត្ថភាពសិស្សហ្នឹងយើងសួរសំណួរទៅកាន់គាត់ឬក៏យើងធ្វើតេស្តគេហៅថាសួរសំណួរផ្ទាល់មាត់ឬក៏ជាសំណួរសរសេរអីជាដើមថាតើនៅពេលដែលគាត់ចប់មេរៀនហ្នឹងគាត់ទទួលបានមេរៀនហ្នឹងអ្វីខ្លះចាហើយប្រភេទនៃវាតម្លៃនៅក្នុងថ្នាក់រៀនហ្នឹងវាមានច្រើនបែបចាអញ្ចឹងគឺមានការស្ទាបស្ទង់មតិអេរិយាបថចឹងមានតេតើជាមួយនឹងកម្រងសំណួរការកំណត់ពិន្ទុការវាយតម្លៃសមត្ថភាពអីជាដើមចាហើយមើលវិញទៀតតកតងជាមួយនឹងលទ្ធផលរំពឹងទុកក្នុងការសិក្សាមួយពេលចាអញ្ចឹងនៅលទ្ធផលរំពឹងទុកក្នុងការសិក្សាមួយពេលហ្នឹងជាប្រយោជន៍នៃការស្ដែងចេញឬការអនុវត្តរបស់សិស្សសម្រាប់លទ្ធផលសិក្សារំពឹងទុករបស់សិស្សក្នុងមួយរយៈពេលសិក្សាចាអញ្ចឹងឧទាហរណ៍ថាតើឧទាហរណ៍រយៈពេល3ថ្ងៃចាថាតើរយៈពេល3ថ្ងៃហ្នឹងគឺគាត់ទទួលបាននៃគេខ្លះចាពីមេរៀនមួយឬក៏កម្មវិធីនឹងមួយចឹងទៅចាមួយវិញទៀតគឺលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិចាអញ្ចឹងបែបពុទ្ធិហ្នឹងគេបែងចែកជា3ទៀតចាបែងចែកគឺមានចំណេះដឹងមានការយល់និងការគេហៅថាផ្ដល់ហេតុផលអីចឹងទៅចាមួយវិញទៀតការយល់ហ្នឹងគេបែរថាគេបែងចែកទៀតចាការយល់ហ្នឹងបែងចែកជា2ទៀតការយល់ធម្មតានិងការយល់ស៊ីជម្រៅអញ្ចឹងបែរថាការយល់ធម្មតាហ្នឹងរបៀបថាគេថាជាការស្ដែងចេញតាមរយៈកូនសិស្សសង្ខេបគាត់របៀបថាយល់ធម្មតាវាថាគាត់គេហៅថាគាត់រៀនមេរៀនហ្នឹងចឹងទៅគឺគាត់អាចសង្ខេបនៅអ្វីដែលគ្រូបានបរៀនចឹងទៅចាហើយមួយវិញទៅបែបស៊ីជម្រៅមានន័យថាគាត់ត្រូវតែអីគេហៅថាគិតពិចារណាឲ្យបានស៊ីជម្រៅតកតងជាមួយនឹងគេហៅថាមេរៀនដែលគាត់បានរៀនហ្នឹងចាមួយវិញទៀតគឺគេនិយាយថាការផ្ដល់ហេតុផលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ខួរក្បាលដោយទាញយកចំណេះដឹងមកប្រើដើម្បីសម្រេច
កិច្ចការចាំមានថាយើងផ្ដល់ហេតុផលអីមួយចឹងយើងត្រូវតែគិតដែរថាតើហេតុផលហ្នឹងវាសមស្របឬអត់វាត្រឹមត្រូវឬអត់ចាដើម្បីគេហៅថាមកពិភាក្សាគ្នាដើម្បីសម្រេចកិច្ចការអីមួយចាមួយវិញទៀតគឺលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលរំពឹងទុកចាអញ្ចឹងការវិនិច្ឆ័យជ្រើសរើសក្នុងការរំពឹងទុកហ្នឹងមានចំនួនសមស្របសរសេរវាថាសរសេរស្រួលយល់បន្ស៊ីជាមួយគោលដៅសិក្សារបស់ស្ថាប័ននៅបំណិនសតវត្សទី21ចាហើយមួយទៀតជំរុញការប្រឈមប្រឈមជំរុញការប្រឈមហ្នឹងសិស្សគាត់អាចធ្វើបានមានហើយចានៅពេលដែលសិស្សគាត់ប្រឈមនឹងអ្វីមួយប៉ុន្តែគាត់មានភាពវៃឆ្លាតក្នុងការដោះស្រាយចាអញ្ចឹងតកតងជាមួយចាហើយមួយវិញទៀតតកតងជាមួយនឹង LTS ចា LTS ហ្នឹងមានន័យថាបន្ស៊ីគ្នាជាមួយទ្រឹស្ដីឬក៏ការបង្រៀននឹងរៀននឹងការជំរុញទឹកចិត្តរបស់សិស្សចឹងមានន័យថានៅពេលដែលយើងបង្រៀនឬក៏រៀនយើងត្រូវតែមានការជំរុញលើកទឹកចិត្តសិស្សដើម្បីឲ្យគាត់គេហៅថាគាត់មានការចង់រៀនឬក៏ចង់ចេះជាដើមនៅពេលដែលយើងបង្រៀនมันមានការលើកទឹកចិត្តរបស់សិស្សมันមានការលើកទឹកចិត្តទៅកាន់សិស្សគឺសិស្សគាត់របៀបថាគាត់អត់ចង់រៀនឬក៏គាត់អត់ចង់ធ្វើអ្វីមួយដែលយើងដាក់ឲ្យចឹងទៅចាអញ្ចឹងជាចុងក្រោយតើតើជាមួយនឹងការសង្ខេបមេរៀនទី3របស់ខ្ញុំគឺបានបញ្ចប់ចាសូមអរគុណគ្រូ